ជាតារាក្នុងដួងចិត្តគេចង់កន្លះប្រទេសតែនីគីអខ្លាំងធ្វើខ្លួនលែងត្រូវពេលទទួលបានពាក្យសរសើរពីអេដូលសំណឹកចិត្តអុកសុគន្ធកញ្ញាមហាជននិយមតាមដានពីការងាររបស់កញ្ញានីគីច្បាស់ជាបានជ្រាបហើយថាតារាចម្រៀងស្រីរូបនេះមិនត្រឹមតែទទួលបានការគាំទ្រលើវិស័យសិល្បៈតែម្យ៉ាងនោះទេប៉ុន្តែកញ្ញានីគីក៏ត្រូវបានយុវវ័យជាច្រើនបានចាត់ទុកនាងជាតារាក្នុងដួងចិត្តដែលតែងតែបង្ហាញនូវសកម្មភាពល្អៗជាច្រើនទាំងការងារសិល្បៈនិងការងារសង្គមជាការពិតណាស់កន្លងមកកញ្ញានីគីធ្លាប់បានបង្ហាញហើយនៅទំហំនៃក្តីស្រឡាញ់ដល់កម្ពុជាតារាចម្រៀងអុកសុគន្ធកញ្ញាមិនត្រឹមតែជារៀមច្បងនោះទេប៉ុន្តែកញ្ញានីគីបានចាត់ទុកអ្នកនាងអុកសុគន្ធកញ្ញាជាអាយដលមួយរូបថែមទៀតផងក្នុងនោះដែររាល់ពេលជួបអ្នកនាងអុកសុគន្ធកញ្ញាម្ដងកញ្ញានីគីបានបង្ហាញអារម្មណ៍រំភើបភ័យអរមិនខុសពីអ្នកគាំទ្រដទៃទៀតនោះឡើយដោយឡែកថ្មីនេះកញ្ញានីគីបានបង្ហាញអារម្មណ៍រំភើបខ្លាំងជាថ្មីម្ដងទៀតរហូតពោលពាក្យថាឈួតដើរស្រាតខណៈអ្នកនាងអុកសុគន្ធកញ្ញាបានបញ្ចេញមតិក្រោមវីដេអូរបស់កញ្ញានីគីដែលបាន cover ចម្រៀងស្នាមស្នេហ៍សមុទ្រររៀមមាត់ដែលអ្នកនាងអុកសុគន្ធកញ្ញាបានសរសេរនោះរៀបរាប់យ៉ាងខ្លីថាពីរសជាតិប្លែកអូនស្រាប់តែកញ្ញានីគីមិនបង្អង់ឆ្លើយតបទាំងរំភើបថា Oh my god បងអើយខ្ញុំឈួតដើរស្រាតហើយពេលនេះអរគុណបងខ្លាំង